คณะដឹកនាំសមាគមអ៊ីស្លាមចំនួន3មកពីប្រទេសបែលហ្សិកនិងកម្ពុជាចូលជួបសម្ដែងការគួរសមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាព្រមទាំងនាំយកអំណោយមកប្រគល់ជូនក្រសួងសម្រាប់ចែកជូនជនភៀសសឹកនិងកងទ័ពជំនួសរាជរដ្ឋាភិបាលកម្ពុជាវីរៈកងទ័ពនិងបងប្អូនជនភៀសសឹកឯកឧត្តមរដ្ឋមន្ត្រីសូមថ្លែងអំណរគុណដល់សមាគម Jumenepedai សមាគម Project Al Yatim និងសហគមន៍អភិវឌ្ឍនិងការអប់រំមូស្លីមកម្ពុជានិងសហការីជួបតែសេចក្តីសុខនិងសម្រេចបានគ្រប់ភារកិច្ចមនុស្សធម៌នៅកម្ពុជាជានិច្ចនិរន្តរ៍និងសូមជូនពរដល់សប្បុរសជនទាំងអស់សូមទទួលបាននូវសុខភាពល្អបរិបូរណ៍សំណាងល្អនិងព្រះអល់ឡោះប្រទានពរសូមបញ្ជាក់ជូនផងដែរថាជំនួយទាំងអស់នេះសមាគមប្រគល់ជូនក្រសួងធម្មការនិងសាសនាតាមរយៈឯកឧត្តមឡាឡៃរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាដើម្បីឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងសម្ភារៈជូនវីរៈកងទ័ពដ៏អង់អាចក្លាហាននិងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ផ្ដល់កម្លាំងចិត្តដល់វីរៈភាពកងទ័ពការពារជាតិរបស់យើងនិងជាការគាំទ្រវីរៈកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហានក្នុងន័យបង្ហាញពីខឿនការពារជាតិជាពិសេសការគិតគូរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកAbdurrahman Ramon Gonzalez Suarez Farid bin Amar ប្រធានសមាគម Jumenepedai ប្រទេសបែលហ្សិកនិងលោក Farid bin Amar ប្រធានសមាគម Project Al Yatim ប្រទេសបែលហ្សិកលោក Sos Jibrol ប្រធានសមាគមអភិវឌ្ឍនិងការអប់រំមូស្លីមកម្ពុជានិងសហការីចូលរួមសម្ដែងការគួរសមពិភាក្សាការងារនិងនាំយកអំណោយមកប្រគល់ជូនសម្រាប់ចែកជូនវីរៈកងទ័ពនិងគ្រួសារភៀសសឹកតាមរយៈក្រសួងធម្មការនិងសាសនានាថ្ងៃទី13ខែមករាឆ្នាំ2026នៅទីស្នាក់ការក្រសួងនៅក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសមនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈមកប្រគល់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាសម្រាប់ឧបត្ថម្ភសមរភូមិមុខប្រធានសមាគមទាំង3បានជម្រាបជូនអំពីគោលបំណងសំខាន់នាឱកាសនេះចំនួន3គឺ1នាំយកជំនួយមានគ្រឿងឧបភោគបរិភោគសម្រាប់ចែកជូនវីរៈកងទ័ពនិងគ្រួសារភៀសសឹកនៅខេត្តទាំង8នៅជាប់ព្រំដែនកម្ពុជាថៃតាមរយៈក្រសួងធម្មការនិងសាសនា2ជម្រាបជូនអំពីដំណើរការសាងសង់សាលាចំនួន2ខ្នងដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលបង្កើតធនធានមនុស្សស្របទៅនឹងគោលការណ៍នយោបាយរបស់រដ្ឋាភិបាល3នឹងនាំយកអំណោយជាបន្តបន្ទាប់សម្រាប់ប្រគល់ជូនក្រសួងសម្រាប់ចាត់ចែងតាមអ្វីដែលប្រជាពលរដ្ឋខ្មែរត្រូវការឯកឧត្តមរដ្ឋមន្ត្រីចាយបូរិនបានមានប្រសាសន៍ថានៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងត្រូវបានប្រទេសថៃឈ្លានពានរាជរដ្ឋាភិបាលកម្ពុជាព្រមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងបន្តដឹកនាំដោយឆ្លៀសវៃនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រើគ្រប់មធ្យោបាយដើម្បីបញ្ជៀសនៅសង្គ្រាមតាមរយៈមធ្យោបាយការទូតពិសេសយុទ្ធសាស្ត្រស្ងៀមតែមិនស្ងាត់កម្ពុជាមានវីរៈកងទ័ពដ៏អង់អាចក្លាហានបានលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីការពារជាតិនិងប្រជាជនកម្ពុជាឲ្យមានសុខសន្តិភាពនិងមានកងទ័ពយើងខ្លះបានពលីជីវិតដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជាឯកឧត្តមចាយបូរិនបានមានប្រសាសន៍បញ្ជាក់ថាគ្រប់សាសនាទាំងអស់នៅកម្ពុជាទាំងព្រះពុទ្ធសាសនាអ៊ីស្លាមសាសនាគ្រិស្តសាសនានិងសាសនាផ្សេងៗទៀតនៅកម្ពុជាបានចូលរួមចំណែកជួយគាំទ្រជាមួយរាជរដ្ឋាភិបាលនៅពេលដែលប្រទេសកម្ពុជាកំពុងជួបការលំបាកនិងបាននាំយកអំណោយជាបន្តបន្ទាប់ជូនដល់វីរៈកងទ័ពនិងបងប្អូនជនភៀសសឹកដែលស្ថិតនៅព្រំដែនកម្ពុជាថៃជំនួសរាជរដ្ឋាភិបាលកម្ពុជាវីរៈកងទ័ពនិងបងប្អូនជនភៀសសឹកឯកឧត្តមរដ្ឋមន្ត្រីសូមថ្លែងអំណរគុណដល់សមាគម Jumenepedai សមាគម Project Al Yatim និងសហគមន៍អភិវឌ្ឍនិងការអប់រំមូស្លីមកម្ពុជានិងសហការីជួបតែសេចក្តីសុខនិងសម្រេចបានគ្រប់ភារកិច្ចមនុស្សធម៌នៅកម្ពុជាជានិច្ចនិរន្តរ៍និងសូមជូនពរដល់សប្បុរសជនទាំងអស់សូមទទួលបាននូវសុខភាពល្អបរិបូរណ៍សំណាងល្អនិងព្រះអល់ឡោះប្រទានពរសូមបញ្ជាក់ជូនផងដែរថាជំនួយទាំងអស់នេះសមាគមប្រគល់ជូនក្រសួងធម្មការនិងសាសនាតាមរយៈឯកឧត្តមឡាឡៃរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាដើម្បីឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងសម្ភារៈជូនវីរៈកងទ័ពដ៏អង់អាចក្លាហាននិងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ផ្ដល់កម្លាំងចិត្តដល់វីរៈភាពកងទ័ពការពារជាតិរបស់យើងនិងជាការគាំទ្រវីរៈកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន
ក្នុងន័យបង្ហាញពីខឿនការពារជាតិជាពិសេសការគិតគូរដល់បងប្អូនប្រជាពលរដ្ឋភាសា ទឹកពិសាបរិសុទ្ធអហ្វណានមោទនភាពផលិតផលជាតិទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ012 379 909 និង 071 78 99 990